គួរឲ្យអកុសលឡានដឹកទំនិញធុនធំមួយគ្រឿងដែលបានឆ្លងកាត់តំបន់វាលខ្សាច់សាហារ៉ាស្រាប់តែខូចឡានពាក់កណ្ដាលផ្លូវបណ្ដាលឲ្យមនុស្សជិត50នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែស្រេកទឹកមនុស្សចំនួន49នាក់បានស្លាប់ដោយសារតែការស្រេកទឹកនៅតំបន់ដាច់ស្រយាលមួយនៃវាលខ្សាច់សាហារ៉ានៅក្នុងប្រទេសនីហ្សេបន្ទាប់ពីឡានដឹកទំនិញធុនធំរបស់ពួកគេបានខូចហើយមនុស្ស2នាក់បានរួចជីវិតដោយដើរចម្ងាយ50គីឡូម៉ែត្រដើម្បីស្វែងរកទឹកមន្ត្រីរបស់ប្រទេសនីហ្សេរីយ៉ាបាននិយាយនៅថ្ងៃទី4ខែមិថុនាថារថយន្តដឹកទំនិញដែលដឹកមនុស្សមួយក្រុមដែលបានត្រឡប់មកពីពិធីបុណ្យមូស្លីមមួយនៅក្នុងទីក្រុងថែលហាន់ដេកប្រទេសម៉ាលីបានវង្វេងផ្លូវហើយក៏បានខូចរថយន្តនៅតំបន់វាលខ្សាច់ដាច់ស្រយាលមួយដែលមានចម្ងាយជាង80គីឡូម៉ែត្រភាគខាងលិចនៃអាហ្សាម៉ាកាដែលជាច្រកព្រំដែនដ៏សំខាន់រវាងប្រទេសនីហ្សេរីយ៉ានិងអាល់ហ្សេរីទូរស័ព្ទគ្មានសេវានៅក្នុងតំបន់នោះហើយក៏គ្មានអ្នកណានៅជុំវិញនោះដែរដូច្នេះពួកគេទាំងនោះក៏ត្រូវបានរកផ្លូវចេញដោយខ្លួនឯងអស់រយៈពេលជាច្រើនថ្ងៃអ្នកបើកបរនិងអ្នកដំណើរ50នាក់នៅលើរថយន្តបានព្យាយាមជួសជុលរថយន្តរបស់ខ្លួនប៉ុន្តែមិនទទួលបានជោគជ័យនេះបើយោងតាមកាសែត Arab News នៅក្រោមព្រះអាទិត្យដ៏ក្តៅគគុកនៃវាលខ្សាច់សាហារ៉ាការផ្គត់ផ្គង់ទឹករបស់ពួកគេក៏បានថយចុះសមាជិកនៃក្រុមបានដួលសន្លប់ម្នាក់ម្ដងខណៈដែលមនុស្ស2នាក់ដែលមានសុខភាពល្អបំផុតបានសម្រេចចិត្តដើរជាង50គីឡូម៉ែត្រទៅកាន់ប្រភពទឹកក្បែរនោះហើយបន្ទាប់មកក៏បន្តដំណើរទៅកាន់រដ្ឋអាហ្សាម៉ាកាដើម្បីរាយការណ៍ពីស្ថានភាពនេះទៅកាន់អាជ្ញាធរមូលដ្ឋាននៅពេលដែលកងកម្លាំងជួយសង្គ្រោះបានទទួលការរាយការណ៍ហើយបានមកដល់យឺតពេលទៅហើយពួកគេបានរកឃើញសាកសពចំនួន49នាក់ដែលបានរាយប៉ាយពាសពេញវាលខ្សាច់សាហារ៉ាអ្នកខ្លះនៅក្រោមរថយន្តដែលទាំងអស់បានស្លាប់ដោយសារតែខ្សោះជាតិទឹកអាជ្ញាធរនៅក្នុងទីក្រុងអាហ្កាដេសប្រទេសនីហ្សេរីយ៉ាបាននិយាយថាទោះបីជាអ្នកបើកបរជំនួយការអ្នកបើកបរនិងអ្នកដំណើរបានខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏ពួកគេមិនអាចរស់រានមានជីវិតដោយសារតែជាប់ក្នុងសីតុណ្ហភាពខ្លាំងគ្មានទឹកគ្មានចំណុចផ្គត់ផ្គង់ដែលនៅក្បែរនោះដោយសារតែលក្ខខណ្ឌធ្វើដំណើរដ៏លំបាកខ្លាំងនៅតំបន់វាលខ្សាច់សាហារ៉ាអាជ្ញាធរក៏បានសម្រេចចិត្តបញ្ចុះសាកសពរបស់ជនរងគ្រោះទាំងអស់នៅក្នុងភ្នូរធំមួយនៅកន្លែងដែលពួកគេបានស្លាប់ពេលពួកគេត្រឡប់មកវិញក្រុមជួយសង្គ្រោះក៏បានជួបប្រទះទៅនឹងឡានដឹកទំនិញមួយគ្រឿងទៀតដែលបានដឹកមនុស្សជាង60នាក់បានខូចនៅកណ្ដាលវាលខ្សាច់ផងដែរអ្នកដំណើរបាននិយាយថាពួកគេបានជាប់គាំងនៅទីតាំងនេះអស់រយៈពេល3ថ្ងៃមកហើយក្រោមលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់បំផុតក្រុមនេះកំពុងតែវិលត្រឡប់ពីអណ្ដូងរ៉ែមាសមួយកន្លែងនៅព្រំដែនម៉ាលីហើយក៏ត្រូវបានក្រុមជួយសង្គ្រោះដោយជោគជ័យនីហ្សេរីយ៉ាគឺជាប្រទេសមួយដែលគ្មានសមុទ្រនៅអាហ្វ្រិកខាងលិចដែលទឹកដីភាគច្រើនរបស់ខ្លួនស្ថិតនៅក្នុងវាលខ្សាច់សាហារ៉ាដែលមានទីតាំងស្ថិតនៅផ្លូវធ្វើចំណាកស្រុកដ៏គ្រោះថ្នាក់ពីអាហ្វ្រិកទៅកាន់អឺរ៉ុបមនុស្សជាច្រើនបានស្លាប់ដោយសារតែការស្រេកទឹកអស់កម្លាំងឬការជាប់គាំងបន្ទាប់ពីរថយន្តរបស់ពួកគេបានខូចនៅតំបន់វាលខ្សាច់សាហារ៉ានៅឆ្នាំ2023យ៉ាងហោចណាស់គឺមានសាកសពចំនួន27នាក់ត្រូវបានគេរកឃើញបន្ទាប់ពីក្រុមមនុស្សទាំងនោះត្រូវបានគេជឿថាបានស្លាប់ដោយសារតែការស្រេកទឹកនិងខ្សោះជាតិទឹកខណៈពេលដែលកំពុងតែឆ្លងកាត់នៅវាលខ្សាច់ទៅកាន់ប្រទេសលីប៊ីសាហារ៉ាគឺជាវាលខ្សាច់ក្តៅដ៏ធំជាងគេបំផុតរបស់ពិភពលោកដែលលាតសន្ធឹងទៅលើប្រទេសជាច្រើននៅអាហ្វ្រិកខាងជើងតំបន់នេះគឺមានស្ថានភាពលំបាកសីតុណ្ហភាពខ្ពស់ធនធានទឹកគឺខ្វះខាតខ្លាំងហើយតំបន់ជាច្រើនស្ទើរតែគ្មានទឹកផ្គត់ផ្គង់នោះឡើយនាងខ្ញុំហៃសោភាពី Sweep News និង Base TV Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ Sweep News and Base TV ព័ត៌មានក្នុងដៃអ្នកគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតដែលពុំធ្លាប់មានកម្រិត 7.8 រិចទ័រនៅក្នុងប្រទេសហ្វីលីពីនកំពុងតែជំរុញឲ្យប្រទេសទាំងនេះត្រៀមជម្លៀសប្រជាជនចេញបន្ទាប់ពីមជ្ឈមណ្ឌលព្រមានស៊ូណាមីប៉ាស៊ីហ្វិកបានព្រមានថារលកយក្សស៊ូណាមីអាចនឹងកើតមានឡើងនៅក្នុងពេលឆាប់ៗនេះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត 7.8 រិចទ័របានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសហ្វីលីពីនដោយបានសម្លាប់មនុស្សម្នាក់នៅថ្ងៃទី8ខែមិថុនានេះខណៈមជ្ឈមណ្ឌលព្រមានក្នុងតំបន់បានចេញការព្រមានអំពីរលកយក្សស៊ូណាមីអាចកើតមានឡើងទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រអាល្លឺម៉ង់ GFZ បាននិយាយនៅថ្ងៃនេះថា ក
ការរញ្ជួយដីនេះគឺបានកាត់ឡើងនៅឯឆ្នេរសមុទ្រមីនដាណាវនៅក្នុងជម្រៅ10 គីឡូម៉ែត្រទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រអាល្លឺម៉ង់និងទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រសហរដ្ឋអាមេរិក USGS បានកំណត់ថាកម្រិតរញ្ជួយដីគឺមានទំហំ 7.8 រិកទ័រប៉ុន្តែ USGS បាននិយាយថាចំណុចកណ្ដាលនៃការរញ្ជួយដីស្ថិតនៅជម្រៅ35 គីឡូម៉ែត្រយោងតាមមជ្ឈមណ្ឌលព្រមានស៊ូណាមីប៉ាស៊ីហ្វិករលកយក្សស៊ូណាមីអាចកើតឡើងក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខតាមបណ្ដោយឆ្នេរសមុទ្រនៃប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ប៉ាឡាវ តៃវ៉ាន់និងប៉ាពូញូហ្គីណេអាញាធរជប៉ុនក៏បានចេញនូវការព្រមានអំពីរលកយក្សស៊ូណាមីដាច់ដោយឡែកសម្រាប់តំបន់ជាច្រើនតាមបណ្ដោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកដោយព្យាករណ៍ថារលកយក្សស៊ូណាមីនឹងមានកម្ពស់រហូតដល់ទៅ1 ម៉ែត្រនៅក្នុងតំបន់ជាច្រើនប្រទេសឥណ្ឌូនេស៊ីក៏បានចេញការព្រមាននិងបញ្ជាឲ្យជម្លៀសប្រជាជននៅតំបន់មួយចំនួននៅភាគខាងជើងផងដែរលោក Benji Ancheta អធិការនគរបាលក្រុង Alabel ក្នុងខេត្ត Sarangani នៅលើកោះ Mindanao ក្នុងប្រទេសហ្វីលីពីនបាននិយាយថាការរញ្ជួយដីនេះគឺបានកាត់ឡើងក្នុងអំឡុងពេលពិធីលើកទង់ជាតិហើយអគារនគរបាលគឺបានប្រេះស្រាំមនុស្សជាច្រើនអ្នកគឺបានដួលសន្លប់លោកបានបន្តថានេះគឺជាការរញ្ជួយដីដ៏ខ្លាំងបំផុតដែលយើងពុំធ្លាប់ជួបប្រទះនោះទេនៅក្នុងប្រទេសហ្វីលីពីននៅក្នុងករណីរញ្ជួយដីនេះយ៉ាងហោចណាស់គឺមានមនុស្សម្នាក់បានស្លាប់ហើយមនុស្ស4នាក់បានរងរបួសហើយអគារជាច្រើននៅហ្វីលីពីនបានដួលរលំលោក Robert Dagon ដែលមកពីនាយកដ្ឋានប៉ូលីសក្រុង General Santos ក្នុងខេត្ត Sarangani បាននិយាយថាអគារជាច្រើនគឺបានរងផលប៉ះពាល់ប៉ុន្តែមន្ត្រីជំនាញមិនទាន់អាចបញ្ជាក់អំពីព័ត៌មានលម្អិតនៃការខូចខាតបាននោះទេអគារជាច្រើននិងផ្ទះមួយចំនួនធំគឺបានដួលរលំបន្ទាប់ពីមានគ្រោះរញ្ជួយដីខាងលើនេះវីដេអូជាច្រើនដែលត្រូវបានចែកចាយពេញបណ្ដាញសង្គមគឺបង្ហាញអំពីផ្សារទំនើបមួយកន្លែងដែលមានភោជនីយដ្ឋានអាហាររហ័ស Jollibee នៅក្នុងទីក្រុង General Santos កំពុងតែដួលរំលំជាគំនរបបែកខណៈដែលអគារមួយនៅបរិវេណសាលារៀនក្នុងស្រុកក៏បានដួលរលំផងដែរសាក្សីម្នាក់នៅក្នុងទីក្រុងម៉ាដាណាវភាគខាងជើងឥណ្ឌូនេស៊ីបាននិយាយថាការរញ្ជួយដីនាពេលនេះពិតជាខ្លាំងដែលពុំធ្លាប់ជួបគូរំលឹកផងដែរថាប្រទេសហ្វីលីពីននិងឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានទម្រង់ភូមិសាស្ត្រស្មុគស្មាញដែលមានទីតាំងស្ថិតនៅក្នុងខ្សែក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិកដែលជាតំបន់មួយនៃសកម្មភាពរញ្ជួយដីដែលលាតសន្ធឹងពីអាមេរិកខាងត្បូងដល់ចុងបូព៌ារបស់រុស្ស៊ីហើយការរញ្ជួយដីកើតឡើងស្ទើរតែរាល់ថ្ងៃនៅក្នុងប្រទេសហ្វីលីពីននាងខ្ញុំហៃសោភាពី Sweep News និង Best TV LHR ប្រេងឥន្ធនៈមានគុណភាពខ្ពស់ល្អសម្រាប់យានយន្តលោកអ្នកក្រុមហ៊ុនថ្មម៉ាប៉ៃលិនមានថ្មម៉ាបគ្រប់ប្រភេទគ្រប់ពណ៌ជាប់ធន់រឹងមាំសូមទំនាក់ទំនងទូរស័ព្ទលេខ012 545 492Sweep News and Best TV ព័ត៌មានក្នុងដៃអ្នក